លោកគឺជាគ្រូដំបូងដែលបង្រៀនយើងឲ្យចេះនិយាយចេះដើរនិងចេះសម្ភារលោកមិនដែលអូនត្អែពីការនឿយហត់ក្នុងការចិញ្ចឹមបីបាច់វិញឡើយទោះបីជាលោកត្រូវធ្វើការហាលខ្យល់ហាលថ្ងៃឬជួបការលំបាកយ៉ាងណាក៏ដោយក្នុងនាមយើងជាសិស្សនិងជាកូនមធ្យោបាយដ៏ល្អបំផុតដើម្បីសងគុណលោកទាំងពីរនៅពេលនេះមិនមែនជាការរកលុយឲ្យលោកច្រើននោះទេប៉ុន្តែគឺការខិតខំរៀនសូត្រខ្លាចជាសិល្បកាយដើម្បីឲ្យលោកមានមោទនភាពការមានសីលធម៌ខ្លាចជាក្មេងទំនាស់មិនបង្កបញ្ហាដល់គ្រួសារនិងសង្គមការជួយសម្រាលការងារជួយការងារផ្ទះតាមលទ្ធផលនិងប្រើសម្ដីផ្អែកបង្ហាញទៅកាន់លោក អ